តើវាអាចទៅរួចទេដែលមនុស្សបុរាណមានបច្ចេកវិទ្យាខ្ពស់ជាងយើងដុំថ្មទម្ងន់1000តោនត្រូវបានលើកមកតម្រៀបគ្នាយ៉ាងល្អឥតខ្ចោះភាពអស្ចារ្យនៃប្រាសាទបាល់បេកនៅទីនោះមានសំណង់ប្រាសាទមួយដ៏អស្ចារ្យប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកស្រឡាំងកាំងមិនមែនជាតួប្រាសាទនោះទេគឺជាគ្រឹះរបស់វាគ្រឹះនៃប្រាសាទនេះត្រូវបានសាងសង់ឡើងដោយដុំថ្មដីខ្សាច់ទំហំធំមហិមាដែលត្រូវបានគេស្គាល់ថា Trilithon វាមានដុំថ្មយក្សចំនួន3ដុំតម្រៀបគ្នាដោយក្នុងមួយដុំមានទម្ងន់ចាប់ពី800ទៅ1000តោនភាពមិនស៊ីសង្វាក់គ្នានឹងបច្ចេកវិទ្យាបច្ចុប្បន្នសូមស្រមៃគិតថាដុំថ្មទម្ងន់1000តោនវាមានទម្ងន់ស្មើនឹងយន្តហោះ Boeing 747ចំនួន3គ្រឿងបូកបញ្ចូលគ្នាអ្វីដែលកាន់តែហួសចិត្តនោះគឺដុំថ្មទាំងនេះត្រូវបានកាប់ចេញពីកន្លែងយកថ្មដែលមានចម្ងាយជិត1000គីឡូម៉ែត្រពីប្រាសាទរួចដឹកជញ្ជូនមកតម្រៀបគ្នាយ៉ាងខ្ពស់ដោយគ្មានចន្លោះប្រហោងសូម្បីតែសន្លឹកបៀមួយសន្លឹកក៏សោកមិនចូលផងសូម្បីតែនៅក្នុងសម័យទំនើបសតវត្សទី21ក៏ដោយប្រសិនបើយើងប្រើប្រាស់ឡានស្ទូចធំនិងទំនើបបំផុតនាពេលបច្ចុប្បន្នក៏នៅតែជាការងារដ៏លំបាកបំផុតនិងស្ទើរតែមិនអាចទៅរួចឡើយក្នុងការលើកនិងរៀបចំដុំថ្មទាំងនោះឲ្យមានភាពស៊ីសង្វាក់គ្នានិងមានលំនឹងល្អឥតខ្ចោះបែបនេះចុះទម្រាំតែមនុស្សកាលពី2000ឆ្នាំមុនតើពួកគាត់ប្រើប្រាស់វិធីអ្វីទ្រឹស្ដីនិងអាកំបាំងដែលមិនទាន់មានចម្លើយអ្នកវិទ្យាសាស្ត្រខ្លះជឿថាវាជាស្នាដៃរបស់ជនជាតិរ៉ូម៉ាំងដោយប្រើប្រាស់ប្រព័ន្ធកង់រ៉កនិងកម្លាំងពលកម្មមនុស្សរាប់ម៉ឺននាក់ប៉ុន្តែទ្រឹស្ដីនេះត្រូវបានបដិសេធដោយវិស្វកម្មជាច្រើនព្រោះគ្មានប្រព័ន្ធឈើឬខ្សែពួរណាដែលអាចទ្រទ្រង់ទម្ងន់1000តោនបានឡើយហេតុនេះហើយទើបបង្កើតជាសំណួរចោទសួរថាតើនៅលើផែនដីយើងនេះធ្លាប់មានអរិយធម៌កម្រិតខ្ពស់ដែលបានវិនិច្ឆ័យបាត់បង់ទៅឬក៏មានការជ្រុំជ្រែងពីបច្ចេកវិទ្យាក្រៅភពអាកំបាំងនៃថ្មបាក់បេកនៅតែជាផ្ទាំងទស្សនីយភាពដ៏ងឹតស្លុបដែលអ្នកវិទ្យាសាស្ត្របច្ចុប្បន្ននៅមិនទាន់អាចបកស្រាយបានទាំងស្រុងនៅឡើយតើបងប្អូនយកឃើញយ៉ាងណាដែរចំពោះរឿងរ៉ាវអាកំបាំងមួយនេះពិភពលោកយើងនៅមានរឿងរ៉ាវអាកំបាំងប្លែកៗជាច្រើនទៀតដែលបងប្អូនប្រហែលជាមិនទាន់បានដឹងដើម្បីកុំឲ្យខកខានក្នុងការទស្សនាវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមកុំភ្លេចជួយចុច Follow ឬ Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងសូមអរគុណសម្រាប់ការតាមដានទស្សនា